បាទជំរាបសួរក៏ដូចជាសួស្តីបងប្អូនម្ដងទៀតដដែលជាដដែលថ្ងៃនេះខ្ញុំមកធ្វើវីដេអូបង្ហាញពីលទ្ធផលនៃការធ្វើស្រូវពង្រោះទឹកជ្រៅណាឬក៏ព្រោះនៅក្នុងទឹកជ្រៅដោយបងប្អូនឃើញអញ្ចឹងគឺទឹករបស់យើងគឺល្អលហេវលហាយលហឹមអញ្ចឹងណាហើយសភាពដីវិញក៏វាអត់ស្មើអីល្អណាស់ណាដែរអញ្ចឹងវាជាបទពិសោធន៍មួយដែលធ្វើឲ្យបងប្អូនដែលមានស្ថានដីស្តៀងគ្នានឹងអាចមើលជាគំរូបានហើយនេះជាលទ្ធផលខ្ញុំចង់បង្ហាញបន្ថែមទេដើម្បីបង្កើនទំនុកចិត្តឲ្យបងប្អូនដែលអត់ទាន់បានអនុវត្តនឹងព្យាយាមស្វែងយល់អស់គ្នានេះគឺស្ទើរតែជាដើមស្រូវដែលដុះចេញពីក្នុងទឹកណាគឺដុះមកបានមើលទៅខ្ញុំស៊ូមឲ្យចិត្តហើយគឺស្ទើរតែនោះគឺវាអត់រលួយទេបើតាមប្រកដីធម្មតាយើងប៉ុណ្ណឹងគឺវាលលួយស្រូវអស់ហើយអាណាប៉ុន្តែដោយសារតែវិធីសាស្ត្រនេះគឺវាបានជួយយើងច្រើនទៅលើបញ្ហាហ្នឹងហើយបងប្អូនអាចមើលទៅលើស្រែជាប់គ្នានឹងបានគឺសុទ្ធតែប្រើវិធីសាស្ត្រហ្នឹងហើយយើងអាចមើលដោយកត់សម្គាល់មួយទៀតទៅលើស្រែទាំងនឹងបានថាគឺអត់មានការកាយចង្អូរដើម្បីធ្វើការរំដោះទឹកចេញទេអញ្ចឹងគឺយើងចំណេញពេលបាត់ហើយចំណេញកម្លាំងពលកម្មបាត់ហើយមួយវិញទៀតសោតគឺវិធីនេះគឺយើងធានាបានថាក្របស្រូវរបស់យើងណាវាដុះមកបានគ្រប់ស្ថានភាពដែលថាដីនៅក្នុងទឹកហ្នឹងវាអាចមានទំនាបឬក៏វាអាចមានកឡុកអីចឹងទៅនេះវាមានកោកខ្លះកឡុកខ្លះចឹងទៅឃើញហើយអញ្ចឹងគឺវាដុះមកបានគ្រប់ទាំងអស់នេះគឺធ្វើដីអត់ស្អាតមែនប៉ុន្តែក៏យើងនៅតែអនុវត្តវិធីសាស្ត្រនឹងបានដូចគ្នាគ្រាន់តែថាបើយើងធ្វើដីរឹតតែស្អាតវាល្អប្រសើរដល់ការថែទាំរបស់យើងទៅពេលខាងមុខហើយវាល្អប្រសើរទៅលើទិន្នផលរបស់យើងសម្រាប់ពេលខាងមុខនេះអញ្ចឹងជាលទ្ធផលគឺល្អណាស់ខ្ញុំសង្ឃឹមថាបន្ទាប់ពីមើលវីដេអូរបស់ខ្ញុំច្រើនពាក់ព័ន្ធនឹងការធ្វើវិធីសាស្ត្រនេះរួចទៅបងប្អូនយើងនឹងអាចសាកល្បងអនុវត្តខ្លួនឯងបានណាហើយរបៀបរបបអីខ្ញុំធ្លាប់ប្រាប់ច្រើនដងហើយអញ្ចឹងខ្ញុំមិនចាំបាច់បង្ហាញនៅក្នុងវីដេអូនេះទៀតទេហើយបងប្អូនអាចមើលជារួមបានណាទៅឯនាយឆ្ងាយមែនទេនឹងគឺសុទ្ធតែជាការធ្វើវិធីនឹងដូចគ្នាណាខ្ញុំអាចស៊ូមឲ្យបងប្អូនមើលបានគឺសុទ្ធតែប្រើប្រាស់វិធីសាស្ត្រនឹងដូចគ្នាអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណ